បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ដែលរៀនថ្នាក់ទី4ណាអូសំទោសថ្នាក់ទី9យេនិយាយខុសបាត់បើកក្បាលវីដេអូមកនិយាយខុសបណ្ដោយធ្លាប់តែបរៀនថ្នាក់តូចឥឡូវមកបរៀនថ្នាក់ធំចង់ទៅថ្នាក់តូចវិញបាទថ្ងៃនេះណាលោកគ្រូលើកយកមេរៀនថ្នាក់ទី9គណិតវិទ្យាគឺមេរៀនទី1ចំនួនអក្សរនិទានលោកគ្រូបង្រៀនអំពីលំហាត់លេខ4របស់យើងណាគឺសម្រួលកន្សោមរ៉ាឌីកាល់ខាងក្រោមណាតោះជើយើងចាប់ផ្ដើមណាលំហាត់ទី1ទី2ទី3លោកគ្រូបានបរៀនរួចហើយណាបាទបើចង់ដឹងចម្លើយទៅមើលបានណាឥឡូវលោកគ្រូចូលលំហាត់ទី4ហើយអញ្ចឹងយើងសម្រួលរ៉ាឌីកាល់ធ្វើម៉េចឲ្យចេញបានពីរ៉ាឌីកាល់ចេញបានខ្លះក៏បានចេញបានទាំងអស់ក៏បានអាស្រ័យទៅលើលំហាត់ណាអូខេលំហាត់ទី1នេះគេឲ្យរឹសការ៉េនៃ x ស្វ័យគុណ2អញ្ចឹងយើងអាចទៅស៊ីបានថារឹសការ៉េនៃ x ណានៃ x លើកជាការ៉េចេះបានទេបានអត់អូខេបានណាកាលណាយើងស៊ីលើកជាការ៉េអញ្ចឹងហើយគឺយើងសម្រួលស្វ័យគុណនេះជាមួយនឹងរឹសការ៉េនឹងមកយើងអាចចេញបានធ្វើម៉េចឲ្យវាមានស្វ័យគុណ2ទៅយើងអាចសម្រួលគ្នាបានអញ្ចឹងយើងចេញមកបាន x យើងរៀនមេរៀនវីដេអូមុនយើងដឹងហើយណាបាទលំហាត់មួយទៀតគឺរឹសការ៉េនៃ x ស្វ័យគុណ4អញ្ចឹងលោកគ្រូអាចសេបានថារឹសការ៉េនៃ x ស្វ័យគុណ2លើកជាការ៉េបានទេណាបានណាបាទអាចសេចឹងបានអញ្ចឹងនៅពេលដែលយើងទម្លាក់ការ៉េនឹងមកបាន x ស្វ័យគុណ4វិញអញ្ចឹងយើងសេអញ្ចឹងបានហើយយើងសម្រួលស្វ័យគុណ2លើកជាការ៉េនេះជាមួយនឹងរឹសការ៉េនឹងមកគឺយើងនៅសល់តែ x ណាស្វ័យគុណ2 x ការ៉េណាហាត់ x ការ៉េអូខេទៅទៀតណាបាទរឹសការ៉េនៃ x ការ៉េ y ស្វ័យគុណ4អញ្ចឹងយើងធ្វើម៉េចឲ្យបានស្វ័យគុណលើកជាការ៉េអញ្ចឹងបានយើងអាចចាញ់ពីរឹសការ៉េបានចំពោះ x នេះវាមានស្វ័យគុណលើកជាការ៉េហើយវាមានស្វ័យគុណ2ហើយអញ្ចឹងយើងធ្វើ y នឹងឲ្យមានស្វ័យគុណ2ដែរណាបានយើងអាចចាញ់បានអូខេអញ្ចឹង x ការ៉េទុកនៅដដែលណាទុកដែលសិនពុកការ៉េហើយអញ្ចឹង y ណាលោកគ្រូអាចសេបានថា y ការ៉េលើកជាការ៉េអញ្ចឹងបានទេបាទកាលណាយើងតម្លាក់ការ៉េមកវិញគឺបាន y ស្វ័យគុណ4វិញទីចាប់ដើមសម្រួលមកស្វ័យគុណនេះហើយស្វ័យគុណនេះយើងអាចសម្រួលជាមួយរឹសការ៉េយើងនេះបានអញ្ចឹងយើងចេញមកបាទ x នេះយើងសម្រួលការ៉េចូលហើយគឺយើងនៅសល់តែ x ទេអូខេបាទ y នេះយើងសម្រួលការ៉េខាងលើគឺយើងនៅសល់ y ការ៉េមួយទៀតណាបាទអញ្ចឹងយើងបាន y ការ៉េអូខេតើណាបាទលំហាត់ងាយលំហាត់នេះអូខេមួយទៀតរឹសការ៉េណាដករឹសការ៉េនៃy ស្វ័យគុណ6អញ្ចឹងយើងសញ្ញាដកទុកដដែលវិញសិនមកអញ្ចឹង y បាទលោកគ្រូអាចសេបានថា y ស្វ័យគុណ3លើកជាការ៉េបានទេបាទកាលណាយើងទម្លាក់ការ៉េមកវិញគឺបាន y ស្វ័យគុណ6វិញណាអញ្ចឹងយើងសម្រួលការ៉េនេះជាមួយនឹងរឹសនឹងមកគឺយើងដកនៅខាងក្រៅគឺដកដដែលយើងបានដក y ណាស្វ័យគុណ3នេះចម្លើយរបស់យើងអូខេទៅលំហាត់មួយទៀតនេះណាលំហាត់មួយទៀតរឹសការ៉េនៃ16នៅលើ x ការ៉េយើងធ្វើម៉េចទៅសេឲ្យបានការ៉េដូចគ្នាមកណាឲ្យបានការ៉េមកដើម្បីយើងសម្រួលអាយ៉ាបាទអញ្ចឹងយើង16យើងអាចទៅសេបានថា4ការ៉េបានទេបាទបានមែនទេបាទ4ការ៉េហើយ x ការ៉េវាការ៉េស្រេចហើយសេ x ការ៉េមកវិញសិនមកអញ្ចឹងការ៉េអានេះក៏ការ៉េយើងអាចសម្រួលការ៉េនឹងជាមួយនឹងរឹសនឹងបានអញ្ចឹង4ការ៉េយើងចេញមកបាន4
làm vì x carré nhưng trên mỗi cứ bán x ok mà tưởng đấy nè mà mỗi tiết làm hạt mỗi tiết rư carré này mà rối nữa lớn n phải cụt buồn chụp bùa mà rối như anh sẽ bán thá đọc phải cụt pi rồi gọi đọc carré đấy đọc carré nhé hay n phải cụt buồn n phải cụt buồn như anh sẽ bán thá nលើកជាការ៉េ n ការ៉េលើកជាការ៉េចេះមែនដាក់មុខកញ្ចក់បានទេស៊ីបានណាអូខេចឹងដាក់រើសវាមកវិញចឹងកាលណាមានការ៉េហើយយើងអាចសម្រួលបានខាងលើណាខាងភាគយកយើងសម្រួលការ៉េចេញគឺយើងនៅសល់តែ10សម្រួលការ៉េជាមួយនឹងរឹសខាងក្រោមសម្រួលការ៉េចេញគឺយើងនៅសល់តែ n ការ៉េតើណាអូខេតោះចូលលំហាត់មួយទៀតណាហាត់មួយទៀតរឹសទី3ណាហៅថារឹសគូបឬរឹសគីបណាបាទរឹសទី3នៃ 8x សេគុណ3កាលណារឹសគូបចេះយើងធ្វើម៉េចឲ្យលេខឬក៏ញ៉ាត់នៅខាងក្នុងឲ្យមានសេគុណ3មួយបានយើងអាចសម្រួលជាមួយនឹងរឹសគីបឬគូបនឹងបានចំពោះលេខនេះលេខ8លោកគ្រូអាចសរសេរបានថា2សេគុណ3បានទេបាទ2សេគុណ3មានតែ2គុណ2គុណ2 3ដងគុណមកចេញ8វិញចំពោះ x វាមានសេគុណ3ស្រេចហើយតែយើងមិនធ្វើអីទេទោះវាដដែលវាណាបាទអញ្ចឹងយើងចាប់ផ្ដើមសម្រួលសេគុណ3នេះចេញមេគុណរបស់យើងគឺនៅសល់តែ2ហើយញ៉ាត់របស់យើងគឺនៅសល់តែ x ណាអត់មានសេគុណទេព្រោះយើងសម្រួលវាអស់ហើយណាអូខេលំហាត់មួយទៀតគឺដកឫសការ៉េនៃ64សេគុណ3អញ្ចឹងសញ្ញាដកទុកវិញណាគ្រូនិយាយរឿងទៅដិតបន្តិចណាអធិស្ឋានបើសិនជាស្ដាប់ទៅច្បាស់អញ្ចឹងសូមព្យាយាមស្ដាប់ទៅណាបាទលោកគ្រូនឹងព្យាយាមនិយាយឲ្យកាន់តែច្បាស់ទៅណាអញ្ចឹង64យើងអាចសរសេរបានប្រមាណការ៉េបាទ64ដូចជា8ការ៉េមានអត់ណាបាទ8ការ៉េណាបាទ8ការ៉េហើយ យើងអាចសរសេរបានថា ការ៉េណាគុណជាមួយនឹង ព្រោះ យើងមានដល់ទៅ3កាលណាយើងបំបែកការ៉េអស់1ហើយវានៅសល់1ទៀតការ៉េគឺមាន2ដងអញ្ចឹងនៅសល់1ដងទៀតចំពោះកន្លែងនេះគឺយើងសញ្ញាដកយើងទុកនៅដដែលហើយ8ការ៉េនេះយើងចេញបាន8ហើយនេះការ៉េនេះយើងចេញបានគឺយើងបានហើយចំពោះនៅខាងក្នុងអត់មានស្វ័យគុណមិនន័យថាស្វ័យគុណ1យើងចេញអត់បានទេយើងទុកតានេះនៅក្នុងនឹង1ដែរបាទជាចម្លើយរបស់យើងគឺឃើញដក8ឬជាចម្លើយមានប៉ុណ្ណឹងណាអូខេអញ្ចឹងលំហាត់លេខ4យើងមានតែប៉ុណ្្នឹងទេបាទបើមានចម្ងល់ comment សួរនៅក្នុង comment ខាងក្រោមនោះមកលោកគ្រូនឹងព្យាយាមណាឆ្លើយឲ្យបានទាន់ពេលណាបាទធ្វើបានទៅតាមលទ្ធភាពដែលលោកគ្រូអាចធ្វើបានណាហើយសូមអធិស្ឋានផងចំពោះការនិយាយស្ដីមានកំហុសឆ្គងនៅក្នុងវីដេអូនេះណាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់នៅមេរៀននេះហើយណាហើយនឹងប្រឹងប្រែងរៀនបន្ថែមទៀតដើម្បីក្លាយជាអ្នកពូកែគណិតវិទ្យាទាំងអស់គ្នាហើយវីដេអូបន្ទាប់គឺលោកគ្រូនឹងបរៀនពីលំហាត់លេខ5ណាអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ